ការពីថ្ងៃច័ន្ទលោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានស៊ីណាវត្រាបានចូលរួមការជជែកដេញដោលក្នុងសភាការពីទំនុកចិត្តក្រោយមានការរិះគន់ថាលោកស្រីធ្វើការក្រោមឥទ្ធិពលរបស់ឪពុកនេះគឺជាថ្ងៃដំបូងនៃការចាប់ផ្ដើមសវនកម្មបោះឆ្នោតលើសេចក្តីទុកចិត្តលើរូបលោកស្រីហើយសភាក្រុងបន្តដល់ថ្ងៃពុធមេដឹកនាំបកប្រឆាំងលោកណាត់តាពងរ៉េងផានីយ៉ាវុតបានប្រាប់សភាថាប្រទេសថៃមានមេដឹកនាំក្រៅប្រព័ន្ធដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាលដោយគ្មានការទទួលខុសត្រូវលោកបន្តថាប្រទេសថៃកំពុងខាតបង់ទ្វេដងដោយសារតែធ្វើការដោយគ្មានការទទួលខុសត្រូវនិងកាន់អំណាចរដ្ឋខ្វះលក្ខណៈសម្បត្តិយ៉ាងណាមិញលោកស្រីផែថងឋានក្នុងវ័យ38ឆ្នាំមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់មេបកប្រឆាំងរូបនេះទេប៉ុន្តែលោកស្រីធ្លាប់បានទទូចថារដ្ឋាភិបាលរបស់ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់ឡើយលោកស្រីនាយករដ្ឋមន្ត្រីក៏បានថ្លែងបដិសេធចំពោះការចោទប្រកាន់ពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវជាមួយនឹងការអនុគ្រោះផលប្រយោជន៍ដល់គ្រួសារផងដែរគួររំលឹកថាលោកស្រីផែថងឋានបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃកាលពីខែសីហា